អូនថ្ងៃនេះប្រទេសរបស់យើងគឺមានរឿងប្លែកចម្លែកល្បីទៀតហើយតាក់ទងជាមួយនឹងប្អូនម្នាក់ដែលគាត់មានការគ្រប់គ្រងខ្លាំងនៅក្នុងបណ្ដាញសង្គមចូលចិត្តមើលគាត់ពេលដែលគាត់ live គាត់ preview ប្រដាប់អីល្បីគ្រប់គ្នាដល់តែពេលគាត់និយាយទៅមានចំណុចខ្វះខាតតិចតួចបងប្អូនទៅជាមានមតិជន់គាត់បងប្អូនខ្ញុំទទួលស្គាល់ខ្ញុំបានមើល clip ហ្នឹងគឺគាត់និយាយតាក់ទងជាមួយនឹងការរៀនគួរបើសិនជាគាត់ focus ផ្ដោតតែការរៀនគួរមួយមុខខ្ញុំគ្រប់គ្រងពីសម្ដីគាត់ត្រូវព្រោះថាប្រទេសរបស់យើងគឺអត់តម្រូវឲ្យមានគួរបន្តទៀតទេបងប្អូនពាក្យមានរៀនគួរនេះគឺខ្ញុំហាយឆ្លងឆ្អែតអស់ហើយពីក្មេងខ្ញុំរៀនគួររហូតដល់ខ្ញុំឃើញការវិភាគការសិក្សាចេញមកតាមមុខវិជ្ជាខ្ញុំខ្លាចការរៀនគួរខ្លាំងមែនទែនទម្រាំដល់ខ្ញុំប្រឡងបាក់ឌុបហើយខ្ញុំមកដល់មហាវិទ្យាល័យទើបខ្ញុំភ្ជាក់ខ្លួនថាការរៀនសូត្រគឺមិនចាំបាច់មានការរៀនគួរទេតែសម្រាប់ការរៀនបំពន់ការដឹងតែយើងសោយមុខវិជ្ជាអីលោកពុកអ្នកម្ដាយហៅគ្រូមកបង្រៀនដល់ផ្ទះគឺខ្ញុំលើកទឹកចិត្តឲ្យមានតែការរៀនគួរគ្រប់សាលាទាំងអស់គឺសូមសនំពរមិនឲ្យមានព្រោះថាការរៀនគួរមួយមុខគឺធ្វើឲ្យប៉ះពាល់ដល់ការវិភាគការសិក្សាថ្នាក់រដ្ឋមែនទែនអរគុណច្រើនគាត់និយាយថាគាត់មិនចាំឈ្មោះគ្រូចំណុចនេះគឺខ្ញុំអត់គ្រប់គ្រងទេបងប្អូនណាយើងរៀនគ្រូបង្រៀនតាមថ្នាក់នីមួយៗតាំងពីថ្នាក់មត្តេយ្យថ្នាក់ទី1រហូតដល់មហាវិទ្យាល័យគឺយើងត្រូវតែគោរពដឹងគុណគាត់ទទួលស្គាល់បើសិនជាយើងអត់ចាំឈ្មោះគាត់ដោយអចេតនាតែបើសិនជាយើងមានសមត្ថភាពរៀនជាមួយគាត់ក្រេបយកចំណេះដឹងពីគាត់ហើយយើងគួរតែចងចាំឈ្មោះគាត់ព្រោះថាគាត់បន្តពីឪពុកម្ដាយគាត់គឺជាអ្នកមានគុណដែលផ្ដល់ចំណេះដឹងដល់យើងដូច្នេះចំណុចនេះគឺខ្ញុំអត់គ្រប់គ្រងទេចង់ឲ្យបងប្អូនរបស់យើងអ្នកលេង Facebook កុំតែចំណុចមួយខុសជេរគាត់យើងគួរតែកែលម្អគាត់ចំណុចណាដែលគាត់និយាយត្រូវលើកទឹកចិត្តគាត់ទើបធ្វើឲ្យមនុស្សយើងគឺគាត់ព្យាយាមនៅផលិតនៅវីដេអូល្អៗការនិយាយការបង្ហោះនៅលើបណ្ដាញសង្គមគឺមានការប្រុងប្រយ័ត្នដោយសារតែគាត់គិតថាគាត់បើនិយាយបន្តិចនេះខ្លាច fan ជន់គាត់អញ្ចឹងបងប្អូនរបស់យើងគួរតែបញ្យល់ឲ្យច្បាស់ថាតើគាត់ខុសត្រង់ចំណុចណាគាត់និយាយត្រង់ចំណុចណាត្រូវលើកទឹកចិត្តគាត់ត្រូវ share ចែករំលែកត្រូវ comment បំពេញចំណុចខ្វះខាតរបស់គាត់កុំធ្វើជាមនុស្សដែលទំនោរពេលដែលគាត់មានចំណុចខ្វះខាតត្រង់នេះយើងអត់បំពេញបន្ថែមគាត់ទេយើងទៅបែរជាជន់គាត់ដូចជាមិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គមរបស់ខ្ញុំអញ្ចឹង Facebook បើសិនខ្ញុំស្រឡាញ់គាត់ខ្ញុំឃើញគាត់ខុសខ្ញុំឆាតទៅប្រាប់គាត់បាទខ្ញុំឆាតឲ្យគាត់កែតម្រូវតើបងប្អូនរបស់យើងបានធ្វើអញ្ចឹងឡើយដើម្បីអភិវឌ្ឍដើម្បីលើកទឹកចិត្តដល់ប្រជាជនក្នុងនាមជាកូនខ្មែរដូចគ្នារឿងនេះមិនមែនជារឿងបុគ្គលទេបងប្អូនមិនមែនជាការនិយាយតោងយក like យក share ពីបងប្អូនទេតែត្រូវបងប្អូនរបស់យើងចាំថារឿងនេះពេលដែលយើងបកស្រាយមិនស្រួលគឺប៉ះពាល់ទៅដល់សតិអារម្មណ៍បងប្អូនរបស់យើងអ្នកលេង Facebook បើសិនជាយើងបកស្រាយមិនស្រួលពាក់ព័ន្ធជាមួយនឹងប្រយោជន៍រួមបងប្អូនរបស់យើងការរៀនគួរប្រធានបទការរៀនគួរប្រធានបទមិនស្គាល់ឈ្មោះគ្រូបង្រៀនមិនចងចាំមិនដឹងគុណគ្រូគឺជាបញ្ហារួមទាំងអស់បងប្អូនណាអញ្ចឹងខ្ញុំនិយាយវីដេអូនេះមិនមែនមានគោលបំណងថានិយាយតោងយកល្បីតោងយក view ទេខ្ញុំមានអ្នកគ្រប់គ្រងរបស់ខ្ញុំតែខ្ញុំ